សួស្តីពុកម៉ែបងប្អូនចាថ្ងៃនេះនាងខ្ញុំមកបង្ហាញជូនរបៀបក្រងបណ្ដូលផ្កាចាវីដេអូសារនេះគឺនាងខ្ញុំធ្វើច្បាស់មួយជូនទៅដល់អ្នកទាំងអស់គ្នាងាយស្រួលក្នុងការយើងក្រងចាជាដំបូងឡើយយើងប្រឡេះខប់ផ្កាហើយយើងយកតែបណ្ដូលទេចាយើងយកបណ្ដូលសុទ្ធអញ្ចឹងណាចាឥឡូវនេះយើងចាប់តាមក្រងយើងប្រើម្ជុលវែងចាហើយយើងប្រភេទដែលខ្ញុំដោតនេះគឺសកៃដូងយើងដោតទប់ខប់ផ្កាចាកុំឲ្យផ្កាចុះខំចាយើងដោតមួយអញ្ចឹងមកចាដោតឲ្យចាំកដាលនៃតួបដូលផ្កាចាខប់ទី2គឺយើងដាក់បិឆិតបន្តិចចាហើយខប់ទី3យើងដាក់បិឆិតចាបិឆិតដូចក្នុងរូបអញ្ចឹងណាចាសម្រាប់ម៉ូតនេះដែរគឺយើងមានតែ2ជាន់ទេក្រោម3លើ2អញ្ចឹងយើងគេហៅក្បួនថា3-2-3-2ចាយើងដាក់3គ្រាប់មកហើយ2គ្រាប់ហ្នឹងយើងដាក់នៅចន្លោះ3ហ្នឹងចាអញ្ចឹងយើងចាប់ដើម3ទៀតចាបងប្អូនមើលតើអត់ចានេះខ្ញុំដាក់វីដេអូយើងយឺតជូនទៅដល់អ្នកទាំងអស់គ្នាឲ្យងាយស្រួលក្នុងការយើងក្រងហើយយើងមើលតន់ណាចាឲ្យជីងកាឡាអញ្ចឹងមកយើងដាក់លើគ្នាកូលើគ្នាបន្តរហូតដល់បានប្រវែងមួយដែលយើងចង់បានចាពេលដែលយើងដោតក្របផ្កាហ្នឹងគឺយើងរៀងលួចសកត់បន្តិចចាយើងដាក់លួចសកត់បន្តិចដើម្បីឲ្យផ្កាយើងចូលកលៈបានស្អាតចាយើងដោតអញ្ចឹងមកចាតាមពិតបើយើងតើយើងសមាធិដែរបើយើងអត់បានរាប់ទេអាចនឹងច្រឡំជាន់ដូចថារបៀបក្រងនេះមានតែ2ជាន់ទេជាន់ទី1 3ផ្កា3គ្រាប់ជាន់ទី2 2គ្រាប់អញ្ចឹងយើងរាប់មក3-2-3-2-3-2រហូតចានេះនាងខ្ញុំដាក់រៀងលឿនបន្តិចឯងកុំឲ្យអ្នកនរគ្នាយូរយើងចាក់តែអញ្ចឹងទេ3-2-3-2-3-2រហូតចាតាមកាឡាហ្នឹងមកចាចាក់រហូតដល់បានបើសិនជាយើងត្រឹមតែធ្វើកភួងទេហើយធ្វើកន្លែងតំណពីមយលមកភួងណាអាហ្នឹងយើងចាក់ក្រងតែមកល្មមបានហើយតែបើសិនជាយើងចង់ក្បាត់លើភួងក្បាត់លើអីអាហ្នឹងតើយើងវាស់ចាយើងវាស់សិនណាព្រោះអីក្រែងស្ទើចាអញ្ចឹងអ្នកគ្នាមើលប៉ុណ្ណេះយល់ហើយនេះនិយាយទៅសម្រាប់ភួងនីមួយយើងអត់មានម៉ូតុបតែងលើភួងដាក់អាម៉ូបន្តិចហ្នឹងណាភួងយើងអត់ស្រស់ស្អាតទេចាប្រវែងប៉ុណ្ណេះបានហើយនាងខ្ញុំធ្វើតំណកន្លែងពីមយលមកភួងឯងដាក់កន្លែងលើមយលអញ្ចឹងខ្ញុំធ្វើតាមល្មមហើយយើងប្រើអំបោះរបស់យើងនេះមកចាអំបោះនេះខ្ញុំប្រើដាក់5ជាន់4-5ជាន់អញ្ចឹងយើងជិះវាកុំឲ្យពេលយើងចងរឹតហើយដាច់ចាហើយយើងដាក់បញ្ចូលលុះច្រឡំលុះដាក់បញ្ចូលនឹងម្ជុលចាពេលយើងក្រងប្រភេទទូចអញ្ចឹងម្ជុលយើងរៀងតាំងបន្តិចខ្ញុំដាក់វ៉ាសេលីនបន្តិចដើម្បីឲ្យអូសចូលខ្សែអំបោះងាយស្រួលតែយើងត្រូវប្រើដូចកាប់ទាញតែអញ្ចឹងទៅនេះអត់ចាញ់ទេចាប្រើដូចកាប់ទាញមកចាប៉ុណ្ណេះរួចរាល់ហើយអ្នកនរគ្នាយើងគ្រាន់តែយើងយកមកចងបញ្ចូលគ្នាមកជាការស្រេចចាអត់មានអីជាការលំបាកទេបើសិនជាយើងស្រឡាញ់ចូលចិត្តប្រកាសជាធ្វើបានគ្រប់គ្នាចាកន្លែងនេះយើងចងពី3ជាន់ណាចាចងពី3ជាន់ហើយយើងកាត់កតុយខ្សែអំបោះចោលចងឲ្យរៀងណែនដែរចាចងរៀងធូអត់ស្អាតទេច
ចាប៉ុណ្ណេះរួចរាល់ហើយចាអរគុណច្រើនសម្រាប់ការស្រឡាញ់ជួយចិត្តផ្កាស្នេហ៍ចាបើសិនជាអ្នកនរគ្នាចង់បានសម្ភារៈក្រងផ្កាកុំភ្លេចឆាតតាម Telegram ខាងលើចាអរគុណ